រឿងក្តីមួយនេះបានកើតមានឡើងក្នុងតំបន់សិនជ័យពូក្រុងហុងកុងក្នុងថ្ងៃទី3ខែឧសភាឆ្នាំ2016ប៉ូលីសទទួលបានការប្តឹងតាមរយៈទូរស័ព្ទពីបុរសម្នាក់ដែលមានឈ្មោះថាចិនហាវិនដែលមានអាយុ35ឆ្នាំគេបានប្រាប់ប៉ូលីសថាម្ដាយរបស់គេឈ្មោះចិនសៀវហួរបានបាត់ខ្លួន2ថ្ងៃមកហើយដោយបញ្ជាក់ប្រាប់ប៉ូលីសថាលើកចុងក្រោយដែលគេបាននិយាយទូរស័ព្ទជាមួយម្ដាយគឺនៅម៉ោង 6:45 នាទីរសៀលថ្ងៃទី1ខែឧសភាឆ្នាំ2016ម្ដាយរបស់គេមានមុខងារជាសន្តិសុខក្នុងការដ្ឋានសំណង់មួយក្នុងតំបន់ហូម៉ាធីនការសន្ទនារវាងគេនិងម្ដាយលើកចុងក្រោយនោះម្ដាយបានប្រាប់គេថាពេលដែលគាត់ចេញពីធ្វើការនឹងទៅផ្សារទិញម្ហូបយកទៅផ្ទះប៉ុន្តែកន្លងផុតដល់ទៅម៉ោង 9 កន្លះយប់គឺផុតពីម៉ោងម្ដាយចេញពីធ្វើការដល់ទៅ2ម៉ោងជាងក៏នៅតែមិនឃើញម្ដាយត្រឡប់មកដល់ផ្ទះរបស់ចិនសៀវហួរស្ថិតនៅភូមិបាក់ធីងតំបន់សិនសុយពូឯការដ្ឋានដែលគាត់ធ្វើការគឺនៅតំបន់ហូម៉ាន់ធីនយោងលើរយៈចម្ងាយនិងពេលវេលាធ្វើដំណើរចិនសៀវហួរគួរតែទៅដល់ផ្ទះហើយដំបូងឡើយកូនប្រុសក៏មិនសូវជាបារម្ភនោះទេព្រោះគេគិតថាប្រហែលម្ដាយអាចនឹងមានការវាយភ្លាមឬក៏មានការណាត់ជាមួយនឹងមិត្តភក្តិហើយក៏អាចថាទូរស័ព្ទអស់ថ្មទើបទេមិនចូលតែយប់ឆ្លងចូលថ្ងៃទី2ខែឧសភាម្ដាយនៅតែមិនឃើញត្រឡប់មកផ្ទះទូរស័ព្ទក៏នៅតែទេមិនចូលចិនហាវិនចាប់ផ្ដើមស្លន់ស្លោគេបានតាក់ទងសាកសួរមិត្តភក្តិបងប្អូនក៏នៅតែមិនទទួលបានព័ត៌មានអ្វីពាក់ព័ន្ធនឹងម្ដាយទើបគេសម្រេចចិត្តទៅការដ្ឋានដែលម្ដាយធ្វើការដើម្បីសាកសួរថ្ងៃទី3ខែឧសភាចិនហាវិនក៏ទៅការដ្ឋានសួររកដំណឹងម្ដាយពេលនោះទើបគេភ្ញាក់ផ្អើលជាខ្លាំងព្រោះម្សិលមិញម្ដាយមិនបានមកការដ្ឋាននោះទេហើយក៏មិនបានសុំច្បាប់ទាំងនេះកាន់តែធ្វើឲ្យចិនហាវិនមានអារម្មណ៍កាន់តែមិនស្រួលទើបសម្រេចចិត្តប្តឹងប៉ូលីសក្នុងថ្ងៃដដែលនោះតែម្ដងស្ត្រីដែលបាត់ខ្លួនមានឈ្មោះថាចិនសៀវហួរអាយុ62ឆ្នាំមានស្រុកកំណើតនៅក្រុងគូនីងខេត្តគួងតុងប្រទេសចិនគាត់និងប្តីមានកូន3នាក់នៅក្នុងបន្ទុកតែវាសនាធ្វើបាបមនុស្សជីវិតគ្រួសាររបស់គាត់មិនសមប្រកបនោះទេក្រោយលែងលះជាមួយនឹងប្តីចិនសៀវហួរក៏ទទួលបន្ទុកចិញ្ចឹម3បាច់កូនទាំង3តែម្នាក់ឯងតែក្រោយមកកូនប្រុសច្បងក៏បានស្លាប់ក្នុងគ្រោះអគ្គិភ័យមួយកូនស្រីទី2ក៏ស្លាប់ដោយសារតែឧបទ្ទវហេតុម្នាក់ទៀតចុងក្រោយនៅសល់តែកូនប្រុសពៅគឺចិនហាវិនដែលរស់នៅពីអ្នកម្ដាយកូនកំដរគ្នារហូតដល់ឆ្នាំ1997ចិនសៀវហួរមានអាយុ43ឆ្នាំក៏ទទួលបានសិទ្ធិរស់នៅស្របច្បាប់ក្នុងក្រុងហុងកុងទើបម្ដាយកូនទាំងពីរក៏បំលាស់ទីមករស់នៅទឹកដីថ្មីក្នុងភូមិផាក់ធីងតំបន់សិនសុយពូចិនសៀវហួរពីដើមមកគាត់ព្យាយាមធ្វើការរកប្រាក់ទ្រទ្រង់គ្រួសារជាខ្លាំងព្រោះកូនប្រុសពៅចិនហាវិនមានជំងឺទឹកនោមផ្អែមបញ្ហាសុខភាពនេះមិនអាចឲ្យគេធ្វើការរយៈពេលយូរបានឡើយបានត្រឹមធ្វើការក្រៅម៉ោងតិចតួចទើបបន្ទុកគ្រួសារត្រូវធ្លាក់ទៅលើស្មារបស់ចិនសៀវហួរជាម្ដាយតែម្នាក់ឯងចិនហាវិនជាកូនប្រាប់ប៉ូលីសថាជាធម្មតាម្ដាយក្រោយចេញពីការងារគាត់តែងតែជិះរថភ្លើងឆ្ពោះទៅចំណតសិគិមីរួចទើបដើរដោយថ្មើរជើងចូលផ្សារទិញម្ហូបប្រសិនបើម្ដាយចង់ទិញបន្លែសាច់ស្រស់គាត់នឹងជិះរថយន្តក្រុងរួចចុះនៅចំណតសិនសុយពូចំណុចផ្លូវប៉ាក់ហកចូលផ្សារបន្លែចុងក្រោយទើបដើរទៅផ្ទះប៉ូលីសបានស្រាវជ្រាវឃើញថាស្ត្រីចិនសៀវហួរមិនមានបញ្ហាជាមួយនរណាឡើយហើយក៏គ្មានបញ្ហាមនោសញ្ចេតនានោះទេដូចនេះប៉ូលីសក៏បង្វែរមកស៊ើបអង្កេតទៅលើទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃរបស់ចិនសៀវហួរវិញម្ដងពេលវេលាចេះតែដើរទៅមុខខ្សែរយៈដែលពាក់ព័ន្ធនឹងចិនសៀវហួរនៅតែរកមិនឃើញធ្វើឲ្យចិនហាវិនជាកូនចាប់ផ្ដើមអស់សង្ឃឹមក្នុងជីវិតពីព្រោះនៅក្នុងហុងកុងនេះគេមិនមានសាច់ញាតិអ្វីច្រើនជាទីពំនាក់ឡើយតែពេលនោះអ៊ំស្រីរបស់គេគឺស្ត្រីឈ្មោះចិនសៀវជូដែលត្រូវជាបងស្រីបង្កើតរបស់ម្ដាយបានធ្វើដំណើរពីក្រុងគូនីងចិនដីគោកទៅកាន់ក្រុងហុងកុងដើម្បីជួយក្មួយប្រុសតាមរកដំណឹងប្អូនស្រីពីព្រោះចិនសៀវជូយល់ច្បាស់ពីការរស់នៅរបស់ប្អូនស្រីហើយក៏ស្គាល់ស្និទ្ធនឹងសាច់ញាតិមិត្តភ័ក្តិក្នុងក្រុងហុងកុងតើការជួយជ្រោមជ្រែងពីអ៊ំស្រីចិនហាវិនអាចស្វែងរកម្ដាយឃើញឬទេចិនសៀវជូបានផ្ដល់ខ្សែរយៈសំខាន់មួយទៅដល់ប៉ូលីសនាងបានប្រាប់ប៉ូលីសថាពេលដែលនាងនិងប្អូនស្រីរស់នៅក្រុងហុងកុងពីមុនជាមួយគ្នា
មានពេលខ្លះពួកនាងតែងតែទៅជួបសួរសុខទុក្ខសាច់ញាតិក្នុងអគារអ៊ីជាប៉ូលីសក៏ប្រទះឃើញថានៅវេលាម៉ោង 7:34 នាទីរសៀលក្នុងថ្ងៃទី 1 ខែឧសភាឆ្នាំ2016នោះស្ត្រីដែលបាត់ខ្លួនឆាន់ស៊ីហួរបានប្រើប្រាស់ការរត់ភ្លើងក្រោមដីលើកចុងក្រោយគឺចេញពីចំណតស៊ឺគីម៉ៃហើយរយៈចម្ងាយពីចំណតរថភ្លើងក្រោមដីស៊ឺគីម៉ៃទៅកាន់អគារអ៊ីជាដែលជាផ្ទះសាច់ញាតិគឺចំណាយពេលដើរដោយថ្មើរជើងត្រឹមតែ10នាទីប៉ុណ្ណោះក្រោយទទួលបានលទ្ធផលនេះភ្លាមប៉ូលីសក៏សម្រេចធ្វើការតាមដានលើការធ្វើដំណើរចុងក្រោយរបស់ឆាន់ស៊ីហួរទៀបភ្លឺថ្ងៃទី 14 ខែឧសភាប៉ូលីសបានចុះទៅដល់ផ្លូវចង្សាវ៉ាន់លេខ132និង134ក្នុងតំបន់សិនស៊ុយពូដែលជាអគារអ៊ីជាទៅដល់ទីនោះប៉ូលីសក៏ប្រទះឃើញនៅក្រោមអគារមានធនាគារ The Bank of the SAC មួយហើយនៅមុខធនាគារមានកាមេរ៉ាសុវត្ថិភាពដែលបើក24ម៉ោងបាញ់ទៅមាត់ទ្វារចេញចូលអគារអ៊ីជាតែម្ដងប៉ូលីសបានឆែកមើលរូបភាពកាមេរ៉ាដែលថតនៅក្នុងថ្ងៃទី 1 ខែឧសភាក៏ប្រទះឃើញនៅវេលាម៉ោង 7:48 នាទីយប់មានមនុស្សស្រីម្នាក់ដែលមើលទៅស្រដៀងនឹងស្ត្រីដែលបាត់ខ្លួនឆាន់ស៊ីហួរបានដើរចូលក្នុងអគារដូចនេះប៉ូលីសយល់ថាឆាន់ស៊ីហួរអាចក្រោយចេញពីធ្វើការក៏មកអគារអ៊ីជាដើម្បីសួរសុខទុក្ខសាច់ញាតិទើបប៉ូលីសបានសម្រេចចិត្តធ្វើការស្រាវជ្រាវអគារអ៊ីជាឲ្យកាន់តែស៊ីជម្រៅដែលបានចុះទៅកាន់ផ្ទះសាច់ញាតិឆាន់ស៊ីហួរដែលស្ថិតនៅក្នុងអគារខាងលើប៉ូលីសបានគោះទ្វារហៅយ៉ាងណាក៏មនុស្សនៅខាងក្នុងមិនឆ្លើយតបប៉ុន្តែប៉ូលីសអាចស្ដាប់ឮថានៅក្នុងផ្ទះដូចជាមានសកម្មភាពក្រោយប៉ូលីសទម្លុះទ្វារចូលស្រាប់តែប្រទះឃើញថាក្នុងផ្ទះគ្មានមនុស្សយោងទៅលើសភាពក្នុងផ្ទះនៃគ្រានោះប៉ូលីសសន្និដ្ឋានថាមនុស្សក្នុងផ្ទះអាចនឹងរត់គេចខ្លួនតាមបង្អួចបាត់ទៅហើយក្រោយមកប៉ូលីសក៏បានរកឃើញបុរសម្នាក់នៅក្នុងបន្ទប់ដាក់សម្ភារៈមួយនៅក្រោមអគារគេមានឈ្មោះថាយៀនយ៉ុងជូហើយបុរសរូបនេះត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់ស្ត្រីឆាន់ស៊ីហួរពីព្រោះពេលដែលប៉ូលីសចង់ឃាត់ខ្លួនគេស្រាប់តែតបប្រឆាំងចុងក្រោយក៏ត្រូវប៉ូលីសបង្ក្រាបបានក្រោយការបញ្ជាក់បុរសឈ្មោះយៀនយ៉ុងជូនេះគឺជាសាច់ញាតិដែលបងស្រីរបស់ឆាន់ស៊ីហួរប្រាប់ដល់ប៉ូលីសនៅគ្រាមុននោះតែម្ដងតែយៀនយ៉ុងជូពិតជាពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់ស្ត្រីឆាន់ស៊ីហួរមែនឬយ៉ាងណាជនសង្ស័យយៀនយ៉ុងជូអាយុ49ឆ្នាំជាអ្នកលួចឆ្លងដែនពីចិនដីគោកមកហុងកុងម្នាក់ក្នុងពេលប៉ូលីសសួរចម្លើយគេបានប្រាប់ប៉ូលីសថាហេតុតែគេមិនព្រមឲ្យប៉ូលីសចាប់ខ្លួនព្រោះតែគេដឹងថាខ្លួនគេមានបទល្មើសឆ្លងដែនគេបារម្ភខ្លាចត្រូវបញ្ជូនត្រឡប់ទៅដីគោកវិញប៉ូលីសបានស៊ើបស្រាវជ្រាវឃើញថាយៀនយ៉ុងជូធ្លាប់ព្រោះតែលួចឆ្លងដែននិងប្រើប្រាស់អត្តសញ្ញាណប័ណ្ណខុសច្បាប់ក៏ត្រូវបានប៉ូលីសហុងកុងដាក់ទោសនិងកត់ត្រាទុកចំនួន4ដងមកហើយក្នុងបន្ទប់សួរចម្លើយយៀនយ៉ុងជូទទួលស្គាល់ថាគេស្គាល់ស្ត្រីដែលបាត់ខ្លួនឆាន់ស៊ីហួរព្រមទាំងរៀបរាប់ប្រាប់ប៉ូលីសថាក្នុងឆ្នាំ1989គេបានលួចឆ្លងដែនមកហុងកុងមានម្ដងពេលដែលគេទៅបរិភោគអាហារតាមហាងបាយច្រកតូចៗក្នុងក្រុងហុងកុងក៏បានជួបស្គាល់នារីម្នាក់ឈ្មោះអាឈិនហើយក្នុងរយៈពេលយ៉ាងខ្លីពួកគេក៏បានក្លាយទៅជាគូស្នេហ៍ឆ្នាំ1993ពួកគេទាំងពីរក៏បានរៀបការក្លាយជាប្តីប្រពន្ធស្របច្បាប់នៅឯចិនដីគោកព្រមទាំងមានកូនប្រុសម្នាក់រួមគ្នាហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺម្ដាយរបស់អាឈិនដែលត្រូវជាម្ដាយក្មេករបស់យៀនយ៉ុងជូគឺជាស្ត្រីឆាន់សៀវជូហើយគាត់គឺជាបងស្រីបង្កើតរបស់ស្ត្រីឆាន់សៀវហួរដែលបានបាត់ខ្លួនបើរាប់តាមលំដាប់លំដោយឋានៈតាមចំនួនបុរសសង្ស័យយៀនយ៉ុងជូត្រូវហៅស្ត្រីដែលបានបាត់ខ្លួនឆាន់សៀវហួរថាមីងប៉ុន្តែយៀនយ៉ុងជូបាននិយាយថាគេជួបឆាន់សៀវហួរម្ដងប៉ុណ្ណោះគឺនៅថ្ងៃរៀបការក្រោយមកគឺឆ្នាំ1997យៀនយ៉ុងជូនិងប្រពន្ធក៏លែងលះគ្នាព្រមទាំងបង្កើតគ្រួសារថ្មីរៀងៗខ្លួនបន្ទាប់ពីនោះមករយៈពេល10ឆ្នាំជាងនេះគេមិនធ្លាប់បានតាក់ទងជាមួយឆាន់សៀវហួរឡើយរហូតដល់ឆ្នាំ2011យៀនយ៉ុងជូបានទិញអត្តសញ្ញាណប័ណ្ណคล้ายៗលួចឆ្លងដែនមកហុងកុងម្ដងទៀតហើយជួបផ្ទះស្នាក់នៅក្នុងអគារអ៊ីជាព្រមទាំងរកបានការងារធ្វើក្នុងហាងសាច់បង្កក់មួយកន្លែងក្បែរផ្ទះក្នុងឆ្នាំ2015អតីតម្ដាយក្មេកគឺស្ត្រីឆាន់សៀវជូបាននាំកូនប្រុសរបស់គេដែលមានជាមួយប្រពន្ធមុននោះមកហុងកុងសួរសុខទុក្ខគេពេលនោះអតីតម្ដាយក្មេកបាននិយាយដល់ប្អូនស្រីរបស់គាត់គឺឆាន់សៀវហួរដោយប្រាប់យៀនយ៉ុងជូថាជាច្រើនឆ្នាំមកនេះឆាន់សៀវហួរទទួលបានបានស្នាក់នៅហុងកុងព្រមទាំងរំលឹកថាប្រសិនបើមានឱកាសអាចតាក់ទងទៅឆាន់សៀវហួរបាន
ហើយអតីតម្ដាយក្មេកក៏បានឲ្យលេខទូរស័ព្ទឆាន់ស៊ីហួរទៅអតីតកូនប្រសាក្រោយមកយានយ៉ុងជូក៏ទូរស័ព្ទអញ្ជើញឆាន់ស៊ីហួរឲ្យមកបាយនៅផ្ទះរបស់គេក្រោយមកទៀតទោះបីអតីតម្ដាយក្មេកមិននៅហុងកុងក៏យានយ៉ុងជូនៅតែរក្សាទំនាក់ទំនងជាមួយនឹងឆាន់ស៊ីហួរមានពេលខ្លះអតីតម្ដាយក្មេកមកហុងកុងរួចយកម្ហូបអាហារស្រុកកំណើតមកទុកនៅត្រឹមផ្ទះគេហើយគេក៏តែងតែទេហៅឆាន់ស៊ីហួរមកយកពីគេដូចគ្នាបន្ថែមពីនេះព្រោះតែយានយ៉ុងជូធ្វើការក្នុងហាងសាច់ឆាន់ស៊ីហួរក៏តែងតែជួយទិញសាច់ក្នុងតម្លៃជាបុគ្គលិករបស់ហាងតាមរយៈយានយ៉ុងជូដូចគ្នាដោយសារតែបែបនេះទើបយូរទៅពួកគេក៏ស្និទ្ធស្នាលនឹងគ្នាប៉ុន្តែចំពោះការបាត់ខ្លួនរបស់ឆាន់ស៊ីហួរជនសង្ស័យយានយ៉ុងជូនិយាយថាគេមិនដឹងរឿងអ្វីឡើយក្រោយមកក្នុងការសួរចម្លើយលើកទី2យានយ៉ុងជូស្រាប់តែប្រាប់ប៉ូលីសថាគឺអាខៃសម្រាប់មីងស៊ីហួរមិនពាក់ព័ន្ធនឹងខ្ញុំទេហើយគេក៏បានចាប់ផ្ដើមរៀបរាប់នៅរឿងរ៉ាវដែលបានកើតឡើងយោងតាមសម្ដីរបស់យានយ៉ុងជូយប់ដែលឆាន់ស៊ីហួរបាត់ខ្លួនគេបានទៅលេងបាល់បោះនៅតារាងបាល់នៅផ្លូវវងជុកក្រោយចេញពីធ្វើការនៅហាងសាច់ម៉ោងប្រមាណ 9 យប់ទើបគេត្រឡប់ទៅផ្ទះនៅឯអគារអ៊ីជាវិញពេលដែលបើកទ្វារផ្ទះមកក៏ស្រាប់តែឃើញរឿងដ៏គួរឲ្យខ្លាចគឺអាខៃកំពុងតែប្រើដៃឆ្វេងរបស់គេច្របាច់កនិងដៃស្ដាំកាន់កាំបិតចាក់ទៅលើឆាន់ស៊ីហួរគ្រានោះឆាន់ស៊ីហួរដេកដួលលើដីលែងកម្រើកទៅហើយគេសួរអាខៃថាហេតុអ្វីក៏ធ្វើបែបនេះអាខៃបែរជាឆ្លើយតបថានេះគឺជារឿងរបស់គេនិងឆាន់ស៊ីហួរមិនពាក់ព័ន្ធនឹងយានយ៉ុងជូឡើយថែមទាំងប្រាប់ឲ្យយានយ៉ុងជូឈរនៅទីនោះឲ្យស្ងៀមកុំរវល់រឿងរបស់គេកន្លងបានមួយចន្ទុះអាខៃក៏បានប្រាប់ឲ្យគេជួយយកក្រណាត់ជូតឥដ្ឋនិងអាវដែលប្រឡាក់ឈាមយកទៅបោះចោលដោយផ្ដាំយានយ៉ុងជូថាយានយ៉ុងជូគ្រាន់តែជួយគេយករបស់ទាំងនោះទៅបោះចោលរឿងផ្សេងគេជាអ្នកទទួលខុសត្រូវយានយ៉ុងជូមិនបាច់លូកដៃឡើយដោយនេះទើបយានយ៉ុងជូជួយយកអាវនិងក្រណាត់ដែលប្រឡាក់ឈាមច្រកចូលថង់សម្រាមពណ៌ខ្មៅយកទៅបោះចោលបន្ទាប់មកគេក៏ទៅលេងម៉ាជាងបាត់ទៅតែមិនបានប៉ុន្មានអាខៃក៏ទូរស័ព្ទមកប្រាប់គេថារឿងគ្រប់យ៉ាងគេបានចាត់ការរួចអស់ហើយទើបម៉ោងប្រមាណ1រំលងអាធ្រាត្រយានយ៉ុងជូក៏ត្រឡប់ទៅផ្ទះវិញពេលនោះអាខៃលែងនៅក្នុងផ្ទះទៅហើយសាកសពឆាន់ស៊ីហួរក៏បាត់ក្នុងផ្ទះក៏ត្រូវបានលាងបោសសម្អាតរួចរាល់យានយ៉ុងជូមានអារម្មណ៍ថាមីងមាំងជាខ្លាំងតែគេក៏មិនប្តឹងប៉ូលីសម្យ៉ាងព្រោះតែគេលួចឆ្លងដែនបើប្តឹងប៉ូលីសនោះអាចបង្កបញ្ហាដល់គេជាពុំខានហើយអាខៃជាមនុស្សមានកម្លាំងខ្លាំងយានយ៉ុងជូក៏បារម្ភខ្លាចបើប្តឹងប៉ូលីសនោះអាខៃនឹងក៏មានគេដូចគ្នាប៉ុន្តែយានយ៉ុងជូនិយាយថាត្បិតតែគេនិងអាខៃស្គាល់គ្នា20ឆ្នាំទៅហើយក្តីតែគេមិនដឹងឈ្មោះពិតនិងលេខទូរស័ព្ទរបស់អាខៃនោះទេបានត្រឹមតែផ្ដល់ពីរូបរាងភិនភាគរបស់អាខៃទៅដល់ប៉ូលីសចំពោះពាក្យសម្ដីរបស់យានយ៉ុងជូខាងលើនេះប៉ូលីសនៅតែរក្សាគោលចំហភាពមិនជឿជាក់ពីព្រោះក្នុងរឿងហេតុនេះគឺមានចំណុចងើយឆ្ងល់ជាច្រើនតែអ្វីដែលប៉ូលីសអាចបញ្ជាក់បាននោះគឺស្ត្រីដែលបាត់ខ្លួនឆាន់ស៊ីហួរបានជួបគ្រោះថ្នាក់ក្នុងអគារអ៊ីជានេះបាត់ទៅហើយពីព្រោះប៉ូលីសបានប្រទះឃើញដានឈាមក្នុងបរិមាណជាច្រើនក្នុងផ្ទះរបស់យានយ៉ុងជូបើទោះបីជាដានឈាមទាំងនោះត្រូវបានលាងបោសសម្អាតយ៉ាងហ្មត់ចត់ក៏ដោយតែក្រោយឆ្លងកាត់ការប្រើប្រាស់សារធាតុឡូមីណូរួចប្រតិកម្មពន្លឺទៅលើឈាមក៏បានលេចឡើងក្រៅពីនេះផ្នែកនីតិភស្តុតាងក៏បានធ្វើការពិសោធន៍ DNA ទៅលើឈាមដែលរកឃើញក្នុងផ្ទះកាត់ហេតុរួចក៏ប្រទះឃើញថាឈាមដែលជាប់នៅស្បែកជើងកីឡារបស់យានយ៉ុងជូគឺជាឈាមរបស់យានយ៉ុងជូនិងឆាន់ស៊ីហួរក្រៅពីនោះសុទ្ធតែជាឈាមរបស់ឆាន់ស៊ីហួរហើយក៏មិនប្រទះឃើញមានឈាមរបស់ជនទី3នោះទេបន្ថែមពីនេះរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពក៏ត្រូវបានប៉ូលីសប្រទះឃើញថាយប់ដែលជនរងគ្រោះដើរចូលអគារអ៊ីជាគឺមានបុរសម្នាក់ដែលស្រដៀងនឹងយានយ៉ុងជូបានចេញឈរអគារដល់ទៅ5ដងលើកណាគេក៏មានយួរនៅថង់1ឬ2ទៅជាមួយលើពីនេះយប់នោះយានយ៉ុងជូបានផ្ញើសារសួរមិត្តភ័ក្តិថានៅក្បែរអគារទីណាមានចំណតធុងសម្រាមរួមទាំងអស់នេះរឹតតែធ្វើឲ្យប៉ូលីសសន្និដ្ឋានកាន់តែច្បាស់ថាឆាន់ស៊ីហួរត្រូវបានយានយ៉ុងជូសម្លាប់និងបោះចោលសាកសពបាត់ទៅហើយក្រោយកើតហេតុបាន2ឆ្នាំកន្លះគឺថ្ងៃទី18ខែតុលាឆ្នាំ2018រឿងក្តីមួយនេះក៏ត្រូវបានបើកសវនាការយានយ៉ុងជូគ្រានោះមានអាយុ52ឆ្នាំត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្សដោយចេតនានិងបទបោះបង់ចោលសាកសពខុសច្បាប់ផ្នែករដ្ឋអាជ្ញាបានចោទប្រកាន់ទៅលើជនល្មើសដោយយោងទៅលើថ្ងៃទី1ខែឧសភាឆ្នាំ2016
ជនរងគ្រោះឆាន់ស៊ូហួរក្រោយចូលអគារអ៊ីជារួចក៏បាត់ដំណឹងតែម្ដងរួមទាំងក្នុងផ្ទះរបស់ជនល្មើសក៏ត្រូវបានប្រទះឃើញដានជាមជាច្រើនដែលជារបស់ជនរងគ្រោះរីឯរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពក៏បានបង្ហាញថាយប់កើតហេតុនោះមានបុរសដែលដូចស្រដៀងនឹងជនល្មើសចេញចូលអគារដល់តែ5ដងហើយមានកាន់ថង់ចេញទៅជាមួយរាល់លើកដូចនេះរដ្ឋអាជ្ញាយល់ថាក្រោយជនល្មើសសម្លាប់ជនរងគ្រោះរួចគេបានប្រើប្រាស់ជំនាញការងារជាអ្នកកាប់បំបែកសាច់ក្នុងហាងលក់សាច់បង្កកមកបំបែកសាកសពជនរងគ្រោះរួចគេក៏បានកាន់បំណែកសពទាំងនោះចេញពីអគារទៅបោះចោលនៅទីតាំងជាច្រើនផ្សេងៗគ្នាបន្ថែមពីនេះកន្លែងការងាររបស់ជនល្មើសប្រសិនបើចង់សុំច្បាប់ចាំបាច់ត្រូវសុំទុកមុន1ខែតែអ្វីដែលគួរឲ្យសង្ស័យនោះគឺជនល្មើសបានសុំច្បាប់តាំងខែមេសាសម្រាប់ជប់សម្រាកនៅថ្ងៃទី2និងថ្ងៃទី3ខែឧសភាទុកជាស្រេចរដ្ឋអាជ្ញាយល់ថាជនល្មើសសុំច្បាប់ពីថ្ងៃនោះទុកព្រោះតែគេបានរៀបចំគម្រោងសម្លាប់មនុស្សនិងការងារបន្ទាប់ពីប្រព្រឹត្តបទល្មើសរួចផ្អែកលើភស្តុតាងទាំងនេះប៉ូលីសនិងរដ្ឋអាជ្ញាសុទ្ធតែសន្និដ្ឋានថាជនល្មើសមានផែនការសម្លាប់ឆាន់ស៊ូហួរប៉ុន្តែរូបភាពក្នុងកាមេរ៉ាបានបង្ហាញថាបុរសដែលសង្ស័យថាជាជនល្មើសយានយ៉ុងជោគឺរាល់ពេលចេញចូលអគារគេពាក់មួកកាតិបមើលមិនឃើញមុខច្បាស់នោះទេហើយរូបភាពមានតែប្រមាណវិនាទីដូចនេះការសន្និដ្ឋានរបស់ប៉ូលីសនិងរដ្ឋអាជ្ញាគឺផ្អែកលើរូបរាងកាយវិការនិងដំណើររបស់គេប៉ុណ្ណោះទើបប៉ូលីសបានហៅសាក្សីពីររូបដើម្បីបញ្ជាក់ពីការសន្និដ្ឋានខាងលើក្នុងនោះមានថៅកែហាងលក់សាច់បង្កកដែលយានយ៉ុងជោធ្វើការនិងអ្នកជិតខាងម្នាក់ដែលរស់នៅក្នុងអគារអ៊ីជាថៅកែហាងសាច់បានប្រាប់តុលាការថាយានយ៉ុងជោចាប់ផ្ដើមធ្វើការក្នុងហាងរបស់គាត់តាំងពីឆ្នាំ2011រហូតដល់ខែឧសភាឆ្នាំ2016ទើបត្រូវចាប់ខ្លួនគឺរយៈពេល5ឆ្នាំដូចនេះតាមរយៈរូបភាពបុរសក្នុងកាមេរ៉ាគាត់អាចបញ្ជាក់បានថាបុរសនៅក្នុងរូបភាពគឺជាយានយ៉ុងជោសាក្សីទី2ដែលជាអ្នកជិតខាងបានប្រាប់តុលាការថានាងស្គាល់យានយ៉ុងជោតាមការណែនាំរបស់មិត្តភ័ក្តិហើយយានយ៉ុងជោតែងតែទៅលេងម៉ាជាងនៅផ្ទះរបស់នាងដូចនេះនាងអាចមើលដឹងពីរូបរាងក៏ដូចជាដំណើររបស់បុរសក្នុងកាមេរ៉ាសុវត្ថិភាពនោះច្បាស់ថាជាយានយ៉ុងជោប៉ុន្តែមេធាវីការពារក្តីរបស់យានយ៉ុងជោបានយករូបភាពកាមេរ៉ាសុវត្ថិភាពនោះមកសម្ដែងការងើយឆ្ងល់ទៅលើការសន្និដ្ឋានរបស់ប៉ូលីសពីព្រោះប៉ូលីសស្រាវជ្រាវទៅលើរូបភាពចាប់ពីថ្ងៃទី30ខែមេសាដល់ព្រឹកម៉ោង6ថ្ងៃទី2ខែឧសភាប៉ុណ្ណោះដូច្នេះជនរងគ្រោះក៏អាចចាក់ចែងពីអគារនៅវេលាក្រោយម៉ោង6នៃថ្ងៃទី2ខែឧសភានោះក៏ថាបានក្រៅពីនេះបងស្រីរបស់ជនរងគ្រោះក៏បានឡើងសវនាការនិយាយថាគាត់បានទទួលទូរស័ព្ទកូនប្រុសរបស់ជនរងគ្រោះទើបដឹងថាប្អូនស្រីបាត់ខ្លួនថ្ងៃទី8ខែឧសភាគាត់ក៏បានធ្វើដំណើរមកហុងកុងជួយតាមរកប្អូនស្រីយប់ថ្ងៃទី8នោះគាត់ក៏បានទៅបរិភោគអាហារជាមួយនឹងយានយ៉ុងជោទៀតផងពេលនោះគាត់ថែមទាំងបាននិយាយទៅដល់រឿងប្អូនស្រីបាត់ខ្លួនប្រាប់ទៅដល់ជនល្មើសនិងសុំឲ្យគេជួយផងដែរតែយានយ៉ុងជោបានប្រាប់គាត់ថាគេបានដឹងរឿងឆាន់ស៊ូហួរបាត់ខ្លួននេះយូរមកហើយព្រោះកូនប្រុសរបស់ឆាន់ស៊ូហួរបានមកសាកសួរគេតាំងពីដំបូងមកម្លេះតែដោយសារគេគឺឆ្លងដែនខុសច្បាប់ទើបមិនអាចជួយអ្វីបានប៉ុន្តែក្រោយអតីតម្ដាយក្មេកនេះផ្ដល់ចម្លើយក្នុងសវនាការចប់ភ្លាមយានយ៉ុងជោស្រាប់តែផ្លាស់ប្ដូរចម្លើយរបស់គេពីមុនដោយនិយាយថាអាខ័យដែលគេនិយាយការពីលើកមុននោះតាមពិតគឺคล้ายៗទេគេថាគ្រានោះគឺគេត្រូវប្រឈមចំពោះការប្រើប្រាស់ហិង្សារបស់ប៉ូលីសពេលដែលសួរចម្លើយលើកទី1ចប់ក៏មានប៉ូលីស2នាក់ចូលមករកគេក្នុងបន្ទប់សួរចម្លើយដែលប្រាប់គេថាពួកគេនឹងជួយយានយ៉ុងជោនិងបង្គាប់អត្តន័យប្រសិនបើយានយ៉ុងជោមិនមែនជាអ្នកប្រព្រឹត្តនោះគេគួរតែរកនរណាម្នាក់មកទទួលកំហុសបន្ទាប់មកយានយ៉ុងជោក៏ត្រូវបាននាំទៅបន្ទប់ផ្សេងមួយទៀតហើយគេក៏ត្រូវបានប៉ូលីស6-7នាក់ផ្សេងទៀតប្រើប្រាស់ហិង្សាទៅលើគេក្នុងពេលនោះមានប៉ូលីសម្នាក់បានគំរាមគេថាអដីគោកចង្រៃយល់ល្អទទួលកំហុសមិនអញ្ចឹងទេយើងវាយឯងដល់ស្លាប់ក៏បានពួកយើងអាចនិយាយកុហកបានថាឯងដណ្ដើមកំភ្លើងប៉ូលីសយានយ៉ុងជោគ្រានោះបារម្ភក្នុងចិត្តប្រសិនបើគេមិនទទួលស្គាល់នោះប៉ូលីសទាំងនេះអាចនឹងឲ្យគេស្លាប់បានដូចនេះទើបគេនិពន្ធរឿងអាខ័យឡាក់មកហើយគេថែមទាំងបដិសេធថារសៀលថ្ងៃកើតហេតុនោះគេមិនបានទៅលេងបាល់បោះមិនបានជួបអាខ័យនិងមិនបានទៅលេងបៀម៉ាជាងអ្វីនោះទេថ្ងៃទី1ខែឧសភាវេលាម៉ោងប្រមាណ7យប់គេត្រឡប់ទៅផ្ទះងូតទឹករួចក៏ចូលដេកបាត់ទៅរហូតដល់ម៉ោង1ជាងរំលងអាត្រិតក៏ញាក់មកវិញរួចធ្វើដំណើរទៅផ្លូវគួយលីងតំបន់សិនស៊ុយពូបរិភោគអាហារពេលយប់ក្នុងភោជនីយដ្ឋានមួយហើយក៏បន្តទៅម៉ាស្សានៅហាងម៉ាស្សាមួយឈ្មោះយានម៉ុងយៀនអស់រយៈពេល2ម៉ោងជាង
ព្រមទាំងចំណាយអស់$350ហុងកុងក្រោយមកប៉ូលីសក៏បាននាំយានយន្តជោទៅកាន់ហាងម៉ាស្សាខាងលើដើម្បីបញ្ជាក់ការពិតប៉ុន្តែគ្រានោះគ្រាន់តែទៅដល់ហាងមិនបានចូលទៅក្នុងហាងក៏ចាក់ចេញទៅវិញថ្ងៃទី2ខែឧសភាយានយន្តជោថាគេនៅផ្ទះសម្រាកព្រោះគេសុំច្បាប់ឈប់សម្រាកដល់ទៅ2ថ្ងៃចំពោះច្បាប់ឈប់សម្រាកនេះយានយន្តជោបានបកស្រាយថាមិនមែនជាគម្រោងទុកមុននោះទេតែដោយសារគេខានឈប់សម្រាកយូរមកហើយទើបសុំច្បាប់ឈប់2ថ្ងៃជាប់គ្នារីឯរឿងដែលគេផ្ញើសារសួរមិត្តភ័ក្តិពីចំណតធុងសម្រាមនោះក៏ព្រោះតែអត្តសញ្ញាណប័ណ្ណរបស់គេអាចនឹងជ្រុះបាត់ពេលចោលសម្រាមទើបគេចង់ទៅរកនៅចំណតប្រមូលសម្រាមធំហើយចំពោះស្បែកជើងរបស់គេដែលប្រឡាក់ឈាមក៏ព្រោះតែគេឧស្សាហ៍របួសពេលធ្វើការកាត់សាច់នៅក្នុងហាងតែគេតែងតែលាងរបួសឲ្យខ្លួនឯងនៅក្នុងផ្ទះទើបមានឈាមរបស់គេវាគឺជារឿងធម្មតាយានយន្តជោបានបន្តថាក្រៅពីគេនៅមានអ្នកលួចឆ្លងដែន4អ្នកផ្សេងទៀតដែលតែងតែមកស្នាក់នៅផ្ទះរបស់គេរយៈពេលខ្លីព្រោះតែពួកគេសុទ្ធតែអ្នកក្រុងគូនីងហើយពេលដែលពួកគេកំពុងតែតាមរកការងារធ្វើក៏តែងតែមកស្នាក់នៅផ្ទះរបស់គេយានយន្តជោនឹងទុកសោផ្ទះក្នុងប្រអប់ភ្លើងមាត់ទ្វារងាយស្រួលពួកគេអាចចេញចូលដោយខ្លួនឯងបានក្រៅពីនិយាយថាមានអ្នករួមស្រុកលួចឆ្លងដែនមកស្នាក់នៅផ្ទះរបស់គេហើយនោះគេនៅថាតាមពិតផ្ទះនោះមានមនុស្សនៅច្រើនអ្នកមិនមែនតែគេម្នាក់នោះទេបើយ៉ាងប្រសិនបើគេពិតជាឃាតករនោះចាប់តាំងពីថ្ងៃកើតហេតុរហូតដល់ថ្ងៃប៉ូលីសចាប់ខ្លួនគេគឺ10ថ្ងៃជាងដូច្នេះគេមានឱកាសអាចលួចរត់បានគេគ្មានហេតុផលអ្វីត្រូវបន្តរស់នៅទីតាំងកើតហេតុឡើយបន្ថែមពីនេះគេមានប្រពន្ធម្នាក់ដែលល្អចំពោះគេនិងកូន2នាក់ដែលត្រូវការគេមើលថែគេដាច់ខាតមិនអាចប្រព្រឹត្តបទល្មើសសម្លាប់មនុស្សបានឡើយក្រៅពីប្រពន្ធកូនហើយយានយន្តជោនៅលើកយកម្ដាយចាស់ដែលមានជំងឺក្រលៀនមកទៀតគេថាដើម្បីតែព្យាបាលម្ដាយគេបានខ្ចីប្រាក់សាច់ញាតិមិត្តភ័ក្តិ$200,000ហុងកុងដូច្នេះហើយទើបគេជ្រើសរើសលួចឆ្លងដែនដើម្បីរកប្រាក់សងបំណុលចុងក្រោយគេបានសង្កត់ធ្ងន់ថាគេពិតជាមិនដឹងរឿងឆាន់សេវហ័រជួបគ្រោះថ្នាក់ក្នុងផ្ទះរបស់គេឡើយមេធាវីការពារក្តីឲ្យជនល្មើសបានលើកឡើងពីរូបភាពកាមេរ៉ាសុវត្ថិភាពថ្ងៃទី1ខែឧសភារសៀលម៉ោង 4:13 នាទីមានបុរសម្នាក់ពាក់អាវក្រៅពណ៌ខ្មៅបង្ហាញខ្លួននៅមាត់ទ្វារអគាររួចបន្តនៅក្នុងអគារដល់ទៅ3ម៉ោងកន្លះយប់ម៉ោង 7:48 នាទីក៏បង្ហាញខ្លួនម្ដងទៀតហើយក៏ជាពេលវេលាដែលប្រហាក់ប្រហែលនឹងជនរងគ្រោះចូលអគារមេធាវីយល់ថាបុរសរូបនេះអាចឆ្លៀតឱកាសយានយន្តជោមិននៅផ្ទះរួចប្រើប្រាស់សោដែលទុកបន្ទូភ្លើងក្រៅផ្ទះបើកទ្វារនាំឆាន់សេវ័រចូលទៅក្នុងផ្ទះហើយក៏សម្លាប់នាងក្នុងខណៈដែលយានយន្តជោមិនដឹងរឿងរួចបោះសម្អាតផ្ទះកើតហេតុប៉ុន្តែក្នុងផ្ទះត្រូវបានប្រទះឃើញដានឈាមរបស់ជនរងគ្រោះក្តីតែបើសម្អាងត្រឹមចំណុចនេះគឺមិនអាចបញ្ជាក់បានថាជនរងគ្រោះស្លាប់នោះទេអាចត្រឹមថានាងរងរបួសក្នុងផ្ទះនោះប៉ុណ្ណោះទោះជាយ៉ាងណាខាងរដ្ឋអាជ្ញាបានលើកឡើងថាក្នុងចម្លើយរបស់យានយន្តជោដែលផ្ដល់ឲ្យប៉ូលីសគឺមានច្រើនសាច់រឿងខុសៗគ្នាហើយថែមទាំងធ្វើការកែប្រែចម្លើយមិនឈប់ឈរទង្វើទាំងនេះត្រូវបានយល់ថាជាភាពមិនស្មោះត្រង់រដ្ឋអាជ្ញាបានផ្ដល់យោបល់ណែនាំឲ្យក្រុមគណៈវិនិច្ឆ័យគិតដល់ចំណុចខាងលើនេះឲ្យស៊ីជម្រៅឆ្លងកាត់ការពិភាក្សាអស់រយៈពេលជាច្រើនម៉ោងចុងក្រោយក្រុមគណៈវិនិច្ឆ័យបានបោះឆ្នោតក្នុងលទ្ធផល5-2សម្រាប់បទចោទប្រកាន់យានយន្តជោពីបទសម្លាប់មនុស្សដោយចេតនាបានសម្រេចដោយកាត់ឲ្យជាប់គុកមួយជីវិតព្រមទាំងលទ្ធផល6-1ទៅលើការសម្រេចបទល្មើសបោះចោលសាកសពខុសច្បាប់បានសម្រេចដោយកាត់ទោសឲ្យជាប់គុក7ឆ្នាំនិងត្រូវអនុវត្តទោសស្របពេលជាមួយគ្នាកូនប្រុសជនរងគ្រោះក្រោយស្ដាប់ចប់ការកាត់ទោសគេមានសភាពស្ងៀមស្ងាត់ជាខ្លាំងព្រមទាំងនិយាយថាពេញចិត្តចំពោះការកាត់សេចក្តីមួយនេះព្រមទាំងអរគុណចំពោះប៉ូលីសក្នុងការស៊ើបអង្កេតស្រាវជ្រាវដល់ទៅរយៈពេល2ឆ្នាំជាងរហូតចុងក្រោយជនល្មើសអាចទទួលបានការកាត់ទោសដោយច្បាប់សូមជួយចុចសញ្ញា Subscribe ក៏ដូចជាសញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មាននិងវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា